ស្លឹកម្រុំគឺយកធ្វើអីខ្លះអូនចាអាហ្នឹងគេស្លប់យកទៅស្លកកោបរមយកមកធ្វើថ្នាំដាំផឹកក៏បានចាស់ដែលគាត់ខាងសំថ្នាំគាត់ថាដូចជាមែកវាផ្លែវាយើងអាចកាប់វាហាលឲ្យស្ងួតចឹងទៅយើងដាំញ៉ាំអាហ្នឹងសម្រាប់ថ្នាំទឹកនោមផ្អែមលោកអ្នកកំពុងតែទស្សនាកម្មវិធីទំនើបភាពវេជ្ជកម្មខ្មែរស្លឹកម្រុំត្រូវបានរកឃើញជារុក្ខជាតិដែលផ្ដល់វីតាមីនជាច្រើនប្រភេទទន្ទឹមនឹងគ្នានោះការយល់ដឹងអំពីអត្ថប្រយោជន៍របស់ស្លឹកម្រុំនៅប្រទេសកម្ពុជាហាក់បីដូចជានៅមានកម្រិតឡើយដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមទស្សនាបទយកការដូចតទៅវាជារុក្ខជាតិដែលសហគមន៍អ្នកប្រើប្រាស់ទូទាំងពិភពលោកចាត់ទុកជារុក្ខជាតិដែលមានតម្លៃមហាសាលនិងបានឲ្យឈ្មោះផ្សេងថាជាដើមអមតៈដើមព្រះប្រទានដើមផ្ដល់ភ្លេងពិសិដ្ឋឬដើមស្ដេចជាដើមរុក្ខជាតិនោះគឺជាស្លឹកម្រុំនៅក្នុងឯកសារជាច្រើនពិសេសនៅជនជាតិរបស់ឥណ្ឌាដែលគេយកទៅប្រើប្រាស់នៅក្នុងម្រុំនោះអាចព្យាបាលជំងឺទឹកនោមផ្អែមអានឹងជាសំខាន់ណាស់កាលណាព្យាបាលទឹកនោមផ្អែមបានន័យថាធ្វើឲ្យជាតិស្ករចុះអញ្ចឹងម្រុំអាចធ្វើឲ្យជាតិស្ករចុះឲ្យមាន balance មានតុល្យភាពរវាងជាតិស្ករនៅក្នុងខ្លួនយើងដូច្នេះម្រុំមានប្រភេទយ៉ាងដូចនេះអញ្ចឹងហើយបានជាបងប្អូនយើងខ្លះគាត់យកទៅទទួលទានច្រើនធ្វើឲ្យគាត់មានការធីងធងរៀងអស់កម្លាំងដោយសារធ្វើឲ្យជាតិស្កររៀងចុះបន្តិចប៉ុន្តែនៅក្នុងឯកសារថ្មីនេះគេយកម្រុំទៅព្យាបាលឲ្យចុះទម្ងន់ក៏ល្អដែរអ្នកដែលមានទម្ងន់ធ្ងន់នៅសហរដ្ឋអាមេរិកយើងមើលឃើញឯកសារហ្នឹងគឺមានភាពល្បីល្បាញមែនទែនម្រុំធ្វើឲ្យកាត់បន្ថយជាតិខ្លាញ់ធ្វើកាត់បន្ថយនៅជាតិក្លូកូជាតិទាំងពីរហ្នឹងហើយធ្វើឲ្យមនុស្សយើងខ្វាត់ខ្លាំងណាស់ហើយធ្វើឲ្យយើងលើសឈាមទៀតធ្វើឲ្យសរសៃឈាមយើងរឹងគេហៅថា atherosclerosis ដោយសារពួកខ្លាញ់អាក្រក់មួយចំនួនវានៅកកតាមសរសៃឈាមធ្វើឲ្យសរសៃឈាមយើងឡើងរឹងដូច្នេះម្រុំហ្នឹងមានសារៈប្រយោជន៍ខ្លាំងមែនទែនដូចជានៅក្នុងម្រុំមានវីតាមីនគេហៅថា omega 3 omega 6 omega 9 ដែលយើងមើលឃើញនៅក្នុងតំបន់នៅសហរដ្ឋអាមេរិកដែលគេផលិតវីតាមីនទាំងអស់នេះចេញពីខ្លាញ់ត្រីនៅតំបន់ Alaska ហើយមានចំនួនលើសលប់នៅទីនោះហើយមានតម្លៃថ្លៃខ្ពស់ណាស់បើនិយាយពីវីតាមីនទាំងអស់នោះមកកំប៉ុងរហូតដល់$30-40ប៉ុន្តែនៅក្នុងម្រុំមានច្រើនជាងខ្លាញ់ត្រីនៅតំបន់ Alaska មូលហេតុធំជាងគេនោះគឺមកពីខ្ញុំមានកូនឈឺ21ឆ្នាំឈឺខួរក្បាលចាហើយនឹងម្ដាយពុកឆ្អឹងមួយទៀតនៅ2009នៅវាធ្ងន់ស្ថានភាពគ្រួសារវាធ្ងន់ធ្ងរហើយយើងទៅប្រើអាហារបំពន់ក្រៅប្រទេសមុនហ្នឹងក្រៅពីពេទ្យជួយអត់បានយើងបានជ្រើសរើសយកអាហារបំពន់ក្រៅប្រទេសយកមកប្រើឃើញថាវាជួយបានខ្លះជួយបានច្រើនមែនទែនវាដូចជាប្រសើរជាងថ្នាំពេទ្យច្រើនមែនទែនហើយប៉ុន្តែក្រុមគ្រួសារខ្ញុំត្រូវចំណាយមួយខែ$400ទៅ$500ទៅលើអាហារបំពន់របស់ចិនហ្នឹងប៉ុន្តែនៅពេលដែលយើងរកឃើញម្រុំពេលដែលមិត្តភ័ក្តិខ្ញុំផ្ដល់ព័ត៌មានពីម្រុំខ្ញុំក៏សាកផលិតម្រុំទៅឲ្យកូនញ៉ាំទៅឲ្យម្ដាយខ្ញុំពិសាទៅខ្ញុំឃើញថាខ្លាំងជាងអាហារបំពន់ក្រៅប្រទេសសម្រាប់ប្រជាជនខ្មែរភាគច្រើនស្លឹកម្រុំត្រូវបានប្រើប្រាស់ជាបន្លែមួយក្នុងចំណោមបន្លែដទៃទៀតសម្រាប់ចម្អិនអាហារតួយ៉ាងដូចជាសម្លកកូរជាដើមដោយឡែករយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះតាមរយៈការស្រាវជ្រាវពីស្ថាប័នរដ្ឋនិងឯកជនក្នុងនោះរួមមានមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្ដុះបណ្ដាលបច្ចេកទេសរបស់ក្រសួងកសិកម្មម្រុំត្រូវបានស្រាវជ្រាវរកឃើញជារុក្ខជាតិដែលផ្ដល់នូវបរិមាណនៃសារជាតិចិញ្ចឹមសំខាន់ដែលចាំបាច់សម្រាប់សុខភាពសារជាតិចិញ្ចឹមដែលបានរកឃើញក្នុងស្លឹកម្រុំគឺមានសារជាតិចិញ្ចឹមច្រើនជាងក្នុងបន្លែឬផ្លែឈើផ្សេងៗទៅទៀតឧទាហរណ៍ខ្ញុំឃើញម្ដាយខ្ញុំញ៉ាំអាហារបំពន់2ឆ្នាំគាត់អាចតោងឈើច្រត់ដើរជុំវិញផ្ទះឡើងវិញបានប៉ុន្តែគាត់អត់ដែលមានអារម្មណ៍ចង់ទៅវត្តទេប៉ុន្តែក្រោយពីញ៉ាំម្រុំ2ខែមកគាត់ចាប់ផ្ដើមទៅសិលគឺសុខភាពគាត់ប្រសើរជាងដូច្នេះខ្ញុំសន្និដ្ឋានថាម្រុំមានសារធាតុបំពន់92មុខហ្នឹងដោយឯកសារដែលខ្ញុំបានទទួលហើយខ្ញុំបាន search ពីអ៊ីនធឺណិតថែមហ្នឹងគេថាវាពិតប្រាកដណាស់ព័ត៌មានខ្លួនខ្ញុំផ្ទាល់បានចុះទៅមើលការផលិតរបស់ជនជាតិថៃនៅប្រទេសថៃដែលជាគ្រឹះបរិស័ទដែរនៅតាមជីដែនគេធ្វើហ្នឹងយូរឆ្នាំមុនយើងមិនដឹងជាប្រហែលឆ្នាំទេខ្លះជា20-30ឆ្នាំមុនយើងហើយយើងក៏ចាប់ដើមធ្វើយកម៉ាស៊ីនយកគ្រឿងចក្រទាំងអស់យកមកធ្វើផលិតនៅខ្លួនយើងម្រុំត្រូវបានស្រាវជ្រាវឃើញថាជារុក្ខជាតិដែលជួយប្រឆាំងទប់ទល់នឹងកង្វះអាហារូបត្ថម្ភនិងជំងឺផ្សេងៗស្លឹកម្រុំគឺផ្ទុកទៅដោយសារធាតុចិញ្ចឹម92មុខ
ក្នុងនោះរួមមានអាស៊ីតអាមីណូដែលសម្រួលប្រព័ន្ធរំលាយអាហារនិងជំនួយការចងចាំកាត់បន្ថយ stress 9 មុខអង់ទីអុកស៊ីដង់ប្រឆាំងនឹងសារធាតុពុលសារធាតុប្រឆាំងនឹងការរលាក36មុខអូមេហ្គាការពារកោសិការាងកាយឲ្យក្មេងជាងវ័យព្រមទាំងវីតាមីនច្រើនមុខដើម្បីជួយទ្រទ្រង់ការលូតលាស់អមញ៉ាំរាល់ថ្ងៃហ្នឹងរំដឹងរាល់ថ្ងៃវាមានពីរប្រភេទណាមានតែមួយម្សៅក៏មួយគេសូនលក្ខណៈជាក្របកាប់ស៊ីលណាពេលដែលអមញ៉ាំទៅដោយថាមានអារម្មណ៍ស្រួលខ្លួនស្រួលតាំងពីការបាត់ជើងពីដើមឡើយអមមានជំងឺកាពះហើយដល់អមផឹកថ្នាំទៅយូរទៅជាហឹងតកជីឯការដែលយើងប្រើថ្នាំពេទ្យណាតើក្រោយមកអមក៏ពិសាអាក្របមរុំហ្នឹងទៅអស់ប្រហែលជា2ខាំក៏លក្ខណៈអមហ្នឹងក៏បាត់ហឹងនិយាយទៅបាត់យើងថាបាត់ជើងទូបាត់ជើងធំស្រួលហ្មងណាយើងថាដូចថាយើងរកនំក៏ត្រូវដែរហ្នឹងតាក់សធ្វើអីក៏ត្រូវទាំងអស់ជួយយើងគេងលក់ច្រើនអីថាយើងមិនសូវចកេងគិតច្រើនអីហ្នឹងបើសិនជាប្រើម្សៅដូចជាអត់អីតែបើក្របដាក់យើងញ៉ាំជា3 4គ្រាប់ទៅដូចធ្វើឲ្យយើងស៊ីមថងឲ្យវល់មុខបើសិនជាគាត់អត់ដែលពិសាសោះមរុំគឺគាត់ហូបគឺមានលក្ខណៈធីងធងចង់ចង្អោរៀងវិលឬមួយក៏គាត់រៀងល្ងុយគេងបាទនេះដោយសារនៅក្នុងមរុំហ្នឹងវាមានសារធាតុបំពន់ច្រើនមានតាំងពីពពួកអាស៊ីតអាមីណេមានតាំងពីអាហារបំពន់មានតាំងពីវីតាមីនអញ្ចឹងបីដូចជាយើងហូបពិសាទឹកដោះគោខាត់មកកៅដាក់ភ្លាមទៅពេលថ្ងៃឡើងគឺយើងងាប់ងើដូចគ្នាអញ្ចឹងលក្ខណៈទាំងអស់នេះដោយសារមរុំវាមានសារធាតុបំពន់ច្រើននៅក្នុងហ្នឹងទី1ទី2ដោយសារគាត់អត់ដែលបានជួបអត់ដែលបានពិសាសាបរបស់មរុំហ្នឹងចូលនឹងខ្លួនចឹងអត់ទាន់បានស៊ាំប្រហែលប៉ុន្តែអាការៈបែបហ្នឹងគឺគាត់កើតឡើងតែរយៈពេលតែ5ឬមួយក៏មួយសប្តាហ៍ពេលដែលស៊ាំជាមួយនឹងមរុំហ្នឹងគឺគាត់អាចពិសាបានតាមធម្មតាវិញតាមរយៈការបណ្ដុះបណ្ដាលរបស់ក្រសួងកសិកម្មបច្ចុប្បន្នមានអង្គការនិងស្ថាប័នមួយចំនួនបានយកស្លឹកម្រុំស្រស់និងក្រៀមទៅកិនជាម្សៅសូនជាក្របលេបនិងធ្វើជាតែជាដើមអត្ថប្រយោជន៍ដ៏មហាសាលរបស់ស្លឹកម្រុំត្រូវបានទទួលស្គាល់ពីស្ថាប័នសំខាន់ៗក្នុងនោះរួមមានអង្គការសុខភាពពិភពលោកអង្គការ UNICEF និងវិទ្យាស្ថានសុខភាពជាតិរបស់សហរដ្ឋអាមេរិកជាដើមយើងគិតថាវាងាយនឹងការដោះប៉ុន្តែងាយនឹងពិបាកក្នុងការថែទាំព្រោះថាបើសិនជាយើងថែទាំមិនបានល្អទេការលូតលាស់របស់មរុំហ្នឹងក៏អត់សូវបានទទួលបានផលឲ្យយើងដែរអញ្ចឹងវាត្រូវការអ្នកដែលគាត់ដាំនៅមរុំហ្នឹងត្រូវការព្យាយាមជាពិសេសនៅការដាក់ទឹកធ្វើស្មៅព្រោះជីដែលយើងប្រើឬមួយក៏ថ្នាំបណ្ដេញសាច់ល្អិតដែលគាត់ផលិតចេញដោយខ្លួនឯងនិយាយចំគេហៅថាស្រីរៀងជីស្រីរៀងជីអอร์แกនិកបាទព្រោះបើសិនជាយើងប្រើសារធាតុគីមីចូលគឺមរុំវាអត់សូវត្រូវការហ្មងនេះធ្វើឲ្យស្លឹកនឹងខូចហ្មងតែប្រើមិនស្រួលស្លឹកនឹងទៅជាក្រហមវិញទឹកដាក់មិនស្រួលក៏ឡើងក្រហមវិញអញ្ចឹងការផ្គត់ផ្គង់សម្រាប់មរុំស្រីរៀងមួយពិបាកបន្តិចការស្វែងរកឃើញសមត្ថភាពបំពន់ដ៏លើសលប់របស់ស្លឹកម្រុំមិនត្រឹមតែអាចជួយដោះស្រាយវិបត្តិសុខភាពរបស់ប្រជាជនខ្មែរប៉ុណ្ណោះឡើយលើសពីនេះដោយសារតែតម្រូវការរបស់ស្លឹកម្រុំបានកើនឡើងជាលំដាប់អ្នកចម្ការមួយចំនួនបានចាប់ផ្ដើមសិក្សាស្វែងយល់ពីបច្ចេកទេសនៃការដាំដុះរុក្ខជាតិមួយប្រភេទនេះដើម្បីបំពេញតម្រូវការទីផ្សារហើយថែមទាំងជួយសម្រួលជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតពុកម្ដាយខ្ញុំពីមុនគាត់ដាំគូឆាយដាំម្លូដល់ពេលខ្ញុំមកសម័យបែកមកហ្នឹងដំបូងយើងដាំបន្លែទេដល់ប៉ុន្តែដល់មានគ្រាប់មកចេះដាំទៅក្នុងទីផ្សារគេត្រូវការអញ្ចឹងទៅមួយថ្ងៃកាត់ឲ្យគេ100ជាង150គីឡូអញ្ចឹងទៅតាំងពី20ឆ្នាំមុនមួយដុំហ្នឹងតែបានតែ100ទេ20ឆ្នាំមុន100ឡើងដល់200 300 400 500រហូតតែវានេះឡើងមកនេះ5000បាទខ្ញុំសំណូមពរទៅខាងក្រសួងពាក់ព័ន្ធជាពិសេសខាងក្រសួងសុខាភិបាលសូមលោកជួយជំរុញផងជាមួយនឹងការប្រើប្រាស់ដល់កសិករយើងព្រោះទោះជាគាត់មិនបានទិញមរុំពីការផលិតរបស់សិប្បកម្មយើងខ្ញុំក៏ដូចជាខាងអសរបានយើងខ្ញុំក៏គាត់អាចនឹងដាំដុះជុំវិញផ្ទះរបស់គាត់ដើម្បីភាសាជាលក្ខណៈគ្រួសាររបស់គាត់ជួយដល់សុខភាពរបស់គាត់អញ្ចឹងដើម្បីឲ្យគាត់បានដឹងច្បាស់ដល់ខាងក្រសួងគាត់ជួយជំរុញថែមទៀតទី2ទៀតសូមជួយខាងក្រសួងកសិកម្មសូមលោកជួយផ្ដល់បច្ចេកទេសមួយចំនួនដល់កសិករដែលគាត់ដាំផ្ទាល់
ដើម្បីបានជាចំណូលដល់ខាងគាត់ផងដើម្បីបានជាសុខភាពដល់ខាងកសិករយើងនឹងផងបាទយ៉ាងណាមិញទោះបីជាគុណប្រយោជន៍របស់ស្លឹកម្រុំត្រូវបានរកឃើញនិងត្រូវបានអង្គការនិងស្ថាប័នមួយចំនួនបានកែច្នៃចេញជាផលិតផលផ្សេងៗសម្រាប់ទ្រទ្រង់សុខភាពក៏ដោយតែការពេញនិយមប្រើប្រាស់ផលិតផលទាំងអស់នោះហាក់បីដូចជានៅមានកម្រិតនៅឡើយតាមរយៈការសំណូមពររបស់អ្នកដាំដំណាំអ្នកផលិតនិងអ្នកប្រើប្រាស់មួយចំនួនគុណប្រយោជន៍នៃស្លឹកម្រុំគឺគប្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយជាងនេះដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានការយល់ដឹងកាន់តែច្បាស់លើរុក្ខជាតិដ៏មានប្រយោជន៍មួយប្រភេទនេះអរគុណចំពោះការតាមដានទស្សនាសន្យាជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងប្រធានបទថ្មីតាមពេលវេលានៅម៉ោងដដែលខណៈនេះខ្ញុំបាទនឹងក្រុមការងារសូមគោរពនឹងជម្រាបលាកម្មវិធីទំនើបភាពវូបនីយកម្មខ្មែរមានផ្សាយជូនទស្សនារៀងរាល់នាពេលថ្ងៃអាទិត្យក្រោយកម្មវិធីព័ត៌មានអន្តរជាតិវេលាម៉ោង 7:30 នាទីយប់ផ្សាយឡើងវិញថ្ងៃច័ន្ទវេលាម៉ោង 12:30 នាទីថ្ងៃត្រង់ថ្ងៃពុធម៉ោង 9 ព្រឹកនិងថ្ងៃសុក្រវេលាម៉ោង 5 ល្ងាចសូមទស្សនាកម្មវិធីផ្សាយនិងសកម្មភាពការងារក្នុងគេហទំព័រ www.facebook.com/ទំនើបភាពវូបនីយកម្មខ្មែរ